អាយ៉ាលក់ហ្វឹងដូចជារៀងខ្លាំងហ៎ដូចជារៀងលើហ៎ថយបន្តិចមកសៅឆាននៅពេលនោះគេក៏បានប្រាប់មកកាន់លក់ហ្វឹងហ្នឹងកុំឲ្យបារម្ភអីគេហ៊ានឈប់ពីការងារដល់កម្រិតហ្នឹងហើយគេនឹងអាចរកលុយដើម្បីសងវិញក៏បានដែរលឺចម្លើយគេបែបហ្នឹងធ្វើឲ្យលក់ហ្វឹងនេះរត់តែមូមកក្តៅក្រហាយប្រហើយហើយគេហ្នឹងក៏បានគប់ឯកសារមួយហ្នឹងក៏វត្តទៅលើដីរួចមកតួប្រុសក៏បាននិយាយមកកាន់តួស្រីយើងថាអូនពិតជាគិតរឿងហ្នឹងហើយអស់ហើយតើនេះអូនចង់បានអ្វីពីបងឲ្យពិតប្រាកដឬមួយក៏ចង់ឲ្យបងនឹងលុតចកងដើម្បីសុំវ៉ាអូនលក្ខណៈថានៅពេលហ្នឹងលោកហ្វឹងបាននិយាយស្រែកដាក់សៅឆានហ្នឹងឡើងខ្លាំងមែនតើរីឯសៅឆាននេះគេក៏បានឆ្លើយយ៉ាងតាជាសេថាគេមកហ្នឹងគេគ្រាន់តែចង់ឈប់ពីការងារតែប៉ុណ្ណោះនៅពេលដែលនិយាយមកស្ដាប់អញ្ចឹងហើយតើលោកហ្វឹងនៅពេលនោះគេក៏បានបន្ថយបន្តិចហើយគេហ្នឹងក៏បាននិយាយផ្អែមទៅកាន់អូនរបស់គេវិញតើបងបានធ្វើរឿងអីមួយមែនទេដែលធ្វើឲ្យអូនឯងហ្នឹងមិនអាចលើកលែងឲ្យបងដល់ថ្នាក់ហ្នឹងនិយាយចាប់មកឃ្លាហ្នឹងហើយតួប្រុសរបស់យើងក៏បានរួនតួស្រីយកបរហើយបងមិនទាន់ទាំងបានប៉ះអាមួយនឹងផងហ្នឹងមនុស្សប្រុសតែងតែត្រូវការចំណងផ្លូវភេទហើយអូនក៏ជាមនុស្សប្រុសដូចគ្នាហេតុអីបានជាអូនមិនយល់អញ្ចឹងឬមួយក៏ប្រហែលឆ្នាំនេះអូនមិនដែលគិតរឿងបែបហ្នឹងទេនិយាយជាមួយអាកូនស្រីរបស់យើងនេះអាកូនស្រីរបស់យើងគ្មានបានតបឲ្យមួយម៉ាត់ទេក្រោយពីឈោមើលមុខគេនឹងឯងក្រោយមកទៀតមកលក់ហ្វឹងនៅពេលនោះក៏បានចាប់កូនស្រីរបស់យើងនឹងរួនទៀតហើយលក្ខណៈថានៅពេលហ្នឹងចង់បានចម្លើយពីគេយកហ្មងអាមួយនេះពិតជារោគចិត្តសាហាវគេថែមទាំងស្រែកយ៉ាងខ្លាំងសួរមកកាន់សៅឆិនប៉ុន្មានឆ្នាំនេះតើអូនបានដេកជាមួយនឹងមនុស្សប្រមាណនេះមនុស្សប្រុសឬមួយក៏មនុស្សស្រីតើវាស្រួលខ្លាំងណាស់មែនហើយគិតថាក្បាលរបស់ពួកវាទាំងអស់នឹងវាល្អជាងបងខ្លាំងណាស់មែនទេអាសៅឆាននៅពេលនោះគេក៏ទ្រាំបានដែរគេក៏បាននិយាយទៅកាន់លក់ហ្វឹងវិញដោយបានយកដៃមកខាងរបស់គេនេះទៅដាក់នៅលើស្មារបស់តួប្រុសនិយាយទៅឡើងខ្មើខ្លាំងមែនតើដែរហ្នឹងណាខ្ញុំដេកជាមួយនឹងពីណាគេគឺជារឿងរបស់ខ្ញុំតើហើយលោកគឺជាពីណាគេលោកគិតថាខ្លួនឯងនឹងអស្ចារ្យខ្លាំងណាស់មែនឬមួយក៏សម័យម្នាក់ឯងថា4ឆ្នាំកន្លងមកនេះខ្ញុំចាំតែលោកម្នាក់គត់លក់ហ្វឹងនេះលោកក៏កំពុងតែយូរសពហើយលក់ហ្វឹងខ្ញុំប្រាប់លោកតាមត្រង់ចាស់នៅពេលដែលខ្ញុំដេកជាមួយនឹងអ្នកថ្មីគេល្អជាងលោករាប់ពាន់រាប់លានដងទៅទៀតលោកគិតមើលថាលោកនឹងគឺជាពីណាគេលោកអត់អស់ចាយលឺអញ្ចឹងហើយលក់ហ្វឹងនេះរត់តែក្តៅឆេះជួប្រហើយគេក៏បានរៀបដៃនឹងរត់តែកំលៀងតួស្រីរបស់យើងប៉ុន្តែគេក៏បានឈប់ហើយអាសៅឆានយើងនេះឡើងតែជេរទៅកាន់តួប្រុសថែមទាំងយកថ្មរបស់គេនឹងទៅដាក់នៅក្នុងរង្វង់ដៃរបស់លក់ហ្វឹងថែមទៀតណាចំណែកឯតួប្រុសរបស់យើងឯណែសម្លក់មើលតួស្រីនឹងដូចជាចង់ស៊ីសាច់ហូតឈាមគេខ្លាំងណាស់នៅពេលដែលមិនដឹងថាធ្វើយ៉ាងណាទៅមានអីចាប់រំលោភសៅឆាត់បារហើយសៅឆានក៏បាននិយាយមកកាន់ប្រាប់លក់ហ្វឹងថាបើសិនជាលក់ហ្វឹងហ៊ានចាប់រំលោភគេនឹងស្អប់តួប្រុសរបស់យើងអស់មួយជីវិតលក់ហ្វឹងក៏បាននិយាយទាំងតណ្ហាក្រាស់ថាគិតបែបណាក៏គិតទៅក្រោយមកគេក៏បានចាប់ដោះកៅតួស្រីយកចាប់ដោះកៅតួស្រីយកលងស្នេហ៍សងសាខ្លួនឯងហើយពេលនេះលោអើយលោគ្មានពីជានេះសំណាងពេកហើយបានបែប